ក្នុងការគ្រប់គ្រងនិងសម្របសម្រួលបច្ចេកទេសទីផ្សារហិរញ្ញវត្ថុដល់សកម្មភាពកសិកម្មរបស់សមាជិកម្នាក់ៗនៅតាមផ្ទះនិងដីកសិកម្មរៀងៗខ្លួនផងដែរដោយរាប់បញ្ចូលទាំងការគ្រប់គ្រងដល់ការចិញ្ចឹមមាន់ស្រែការដាំដុះបន្លែផ្កានៅជុំវិញផ្ទះឬក៏ការដាំដុះដំណាំផ្សេងទៀតប៉ុន្តែបងប្អូនជនពិសិដ្ឋកំពុងខ្វះខាតទាំងចំណេះដឹងបច្ចេកទេសកសិកម្មទាំងមធ្យោបាយផលិតកម្មទាំងដើមទុននិងទីផ្សារស្ថានភាពនេះទាមទារឲ្យសហគមន៍កសិកម្មទំនើបរឹងមាំមួយចាំបាច់ត្រូវតែមានដែលមានការគ្រប់គ្រងដឹកនាំច្បាស់លាស់និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដើម្បីផ្ដល់ការគ្រប់គ្រងគ្រប់ជ្រុងជ្រោយរាប់តាំងពីការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មការគ្រប់គ្រងធាតុចូលរួមគ្នាក្នុងតម្លៃទាបការកត់សម្បត្តិសូមគ្រប់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាដាមបញ្ញវណ្ណារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភាពអ្នកណែនាំពាក្យរាជរដ្ឋាភិបាលដែលបានផ្ដល់ឱកាសឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចូលរួមធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពសំខាន់ពាក់ព័ន្ធនឹងវិស័យកសិកម្មជូនដល់សាធារណជនបានជ្រាបសម្រាប់ប្រធានបទនៅក្នុងថ្ងៃនេះខ្ញុំបាទសូមលើកឡើងអំពីផែនការអន្តរាគមន៍របស់ក្រសួងកសិកម្មទាំងក្នុងរយៈពេលខ្លីនិងរយៈពេលមធ្យមដើម្បីជួយគ្រប់គ្រងជីវភាពនិងស្ដារសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋភាគតិចដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីផលវិបាកនៃសង្គ្រាមទាំងខាងផ្នែកសង្គមនិងខាងផ្នែកសេដ្ឋកិច្ចដោយតែយើងបានដឹងរួចហើយថាការផ្ទុះឡើងសារជាថ្មីនៃសង្គ្រាមនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃបានបង្ខំឲ្យបងប្អូនប្រជាពលរដ្ឋរាប់សែននាក់ត្រូវចាក់ចោលផ្ទះសម្បែងបោះបង់ចោលការប្រមូលផលកសិកម្មនិងបាត់បង់នៅមុខរបរប្រចាំថ្ងៃស្ទើរតែទាំងស្រុងរហូតមកដល់ម៉ោងនេះទោះបីជាមានបងប្អូនមួយចំនួនធំបានវិលត្រឡប់ទៅកាន់មូលដ្ឋានវិញរួចហើយក្តីក៏យើងនៅមានប្រជាពលរដ្ឋជាង 34,000 នាក់ទៀតដែលមិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានដើមវិញនៅឡើយពួកគាត់ទាំងនេះកំពុងរស់នៅពឹងផ្អែកស្ទើរតែទាំងស្រុងលើជំនួយសង្គ្រោះបន្ទាន់ដែលនេះគឺជាហានិភ័យដ៏ធំមួយនៃការធ្លាក់ចូលទៅក្នុងភាពអសន្តិសុខស្បៀងប្រសិនបើយើងមិនមានការគិតគូរឲ្យបានដិតដល់និងទាន់ពេលវេលានោះទេឆ្លើយតបនឹងវិបត្តិដ៏បន្ទាន់នេះរាជរដ្ឋាភិបាលកម្ពុជាក្រោមការគិតគូរដ៏ខ្ពង់ខ្ពស់ប្រកបដោយកតេបណ្ឌិតរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានដាក់ចេញនៅវិធានការអន្តរាគមន៍ទ្រង់ទ្រាយធំដែលបានរៀបចំនៅទីតាំងរស់នៅប្រមូលផ្ដុំឲ្យបានសមរម្យសម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋភាគតិចតាមរយៈការប្រែក្លាយគម្រោងសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជនមកប្រើប្រាស់ជាទីជម្រកបណ្ដោះអាសន្នជំនួសឲ្យការរស់នៅរាយប៉ាយនៅតាមជំរំជនភាគតិចហើយដែលក្នុងនោះមានច្រើនជាងគេនៅក្នុងខេត្តបន្ទាយមានជ័យប៉ុន្តែក៏យើងមានការរៀបចំបែបនេះនៅក្នុងខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យផងដែរទន្ទឹមគ្នានេះរាជរដ្ឋាភិបាលក៏បានរៀបចំនៅហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់មួយចំនួនដូចជាផ្លូវថ្នល់ទឹកស្អាតអគ្គិសនីនិងការផ្ដល់ជូនជាដីកសិកម្មផងដែរយ៉ាងណាមិញការគ្រប់គ្រងខាងផ្នែករឹងទាំងនេះគឺទាមទារជាចាំបាច់នៅការគ្រប់គ្រងបន្ថែមទន្ទឹមគ្នាខាងផ្នែកទុនពោលគឺការធានាឲ្យបាននៅសន្តិសុខស្បៀងនិងការផ្ដល់ឱកាសស្វែងរកប្រាក់ចំណូលដើម្បីទ្រទ្រង់ជីវភាពដែលជាភារកិច្ចស្នូលមួយដែលរាជរដ្ឋាភិបាលបានប្រគល់ជូនក្រសួងកសិកម្មដើម្បីដឹកនាំស្វែងរកដំណោះស្រាយគួររំលឹកដែរថាចាប់តាំងពីថ្ងៃដំបូងនៃវិបត្តិអន្តរាគមន៍របស់ក្រសួងកសិកម្មមិនត្រឹមតែផ្ដោតលើការចែកអំណោយសង្គ្រោះប៉ុណ្ណោះទេតែយើងបានចាត់វិធានការជាក់ស្ដែងភ្លាមរួមមានការផ្ដល់អាហារូបត្ថម្ភជាបន្លែស្រស់ជាប្រភពប្រូតេអ៊ីនពីសុទ្ធមាន់ទាដោយផ្ទាល់ទៅដល់ជំរំជនភាគតិចការបំផុសឲ្យមានចលនាដាំដុះបន្លែនៅនឹងកន្លែងដោយមានការផ្ដល់ជូននៅក្របពូជនិងការបង្ហាត់បង្ហាញបច្ចេកទេសកសិកម្មក៏ដូចជាការគៀងគរនិងការបង្វែរធនធានពីគម្រោងដៃគូអភិវឌ្ឍន៍មួយចំនួនរបស់ក្រសួងដើម្បីជួយដោះស្រាយបញ្ហាប្រឈមចំពោះមុខផងដែរទោះជាយ៉ាងណាយើងក៏មិនអាចបណ្ដោយឲ្យបងប្អូនជនភាគតិចទាំងអស់នេះពឹងផ្អែកតែលើជំនួយមនុស្សធម៌ជារៀងរហូតនោះទេយើងត្រូវការរកដំណោះស្រាយដែលមានចរិតអចិន្ត្រៃយ៍ជាងពេលបច្ចុប្បន្នដើម្បីផ្ដល់លទ្ធភាពឲ្យពួកគាត់អាចឈរជើងដោយខ្លួនឯងបានពង្រឹងភាពជាម្ចាស់និងប្រែក្លាយពីស្ថានភាពពីអ្នកទទួលជំនួយទៅជាអ្នកផលិតដែលមានឱកាសការងារ
ប្រភពប្រាក់ចំណូលច្បាស់លាស់និងអាចឈានទៅកាន់ឯករាជ្យភាពខាងផ្នែកហិរញ្ញវត្ថុនៅក្នុងពេលវេលាណាមួយចូលលើស្មារតីនេះក្រសួងបានរៀបចំផែនការសកម្មភាពមួយចំនួនដោយចែកជាពីរជំហានធំដើម្បីជួយអន្តរាគមន៍គាំទ្រដល់ការស្ដារជីវភាពបងប្អូនប្រជាពលរដ្ឋភាគសិទ្ធិដែលចាប់ដើមចូលរស់នៅក្នុងតំបន់ជំរកបណ្ដោះអាសន្នកាលពីពេលថ្មីនេះជំហានដំបូងមានគោលដៅធានាសន្តិសុខស្បៀងបង្កើតប្រាក់ចំណូលភ្លាមដោយក្រសួងកសិកម្មនឹងផ្ដោតលើសកម្មភាពកសិកម្មនៅកម្រិតគ្រួសារជាមុនសិនយើងនឹងធ្វើការជ្រើសរើសយកតែសកម្មភាពណាមួយដែលប្រើពេលខ្លីឆាប់បានផលនិងមិនតម្រូវឲ្យមានបច្ចេកទេសកសិកម្មស្មុគស្មាញដូចជាការចិញ្ចឹមមាន់ស្រែការដាំដុះបន្លែបង្ការនៅជុំវិញផ្ទះនិងការដាំដើមឈើយកម្លប់ជាដើមនៅក្នុងខែមេសាឆ្នាំ2026នេះក្រសួងកសិកម្មនឹងចាប់ផ្ដើមចុះឈ្មោះជ្រើសរើសបងប្អូនជនភៀសសិទ្ធិដែលចង់ប្រកបរបរចិញ្ចឹមមាន់ស្រែដោយនឹងផ្ដល់ជូននៅទ្រង់មួយពូជកូនមាន់ចំនួន100ក្បាលក្នុងមួយគ្រួសារចំណីសម្រាប់ជុំដំបងនិងការបណ្ដុះបណ្ដាលបច្ចេកទេសចាំបាច់នានាដល់ឡែកបន្ទាប់ពីបងប្អូនប្រជាពលរដ្ឋភៀសសិទ្ធិមានស្ថិរភាពនៅក្នុងការតាំងទីលំនៅរួចរាល់ហើយយើងនឹងចាប់ផ្ដើមឈានចូលដល់ជំហានទី2គឺការចាប់ផ្ដើមកសាងសហគមន៍កសិកម្មទំនើបដើម្បីធ្វើផលិតកម្មរួមគ្នាដោយឈលលើគោលការណ៍ស្ម័គ្រចិត្តមូលហេតុចម្បងនៃការដែលយើងជ្រើសរើសយកយន្តការនេះគឺដោយសារតែទីតាំងជំរករបស់ពួកគាត់ភាគច្រើនប្រឈមនឹងការខ្វះខាតទឹកសម្រាប់ធ្វើកសិកម្មហើយសម្រាប់ទីតាំងនៅក្នុងខេត្តបន្ទាយមានជ័យផ្ទៃដីកសិកម្មគឺមានត្រឹមតែ150ហិកតាប៉ុណ្ណោះបើធៀបទៅនឹងចំនួនពលរដ្ឋដែលមានរហូតដល់ទៅជាង3000គ្រួសារហេតុដូច្នេះហើយជំរើសដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់បំផុតគឺការធ្វើកសិកម្មជាប្រព័ន្ធបែបប្រមូលផ្ដុំដោយមានការវិនិយោគរឹងមាំលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មនិងការរៀបចំប្រព័ន្ធស្រោចស្រពឲ្យបានច្បាស់លាស់ជាមុនសិនផ្អែកលើមូលដ្ឋាននេះក្រសួងបានស្នើសុំកញ្ចប់ថវិកាពិសេសពីរាជរដ្ឋាភិបាលដើម្បីបង្កើតជាកសិដ្ឋានខ្នាតធំកម្រិតពាណិជ្ជកម្មដែលគ្រប់គ្រងដោយផ្ទាល់ដោយសហគមន៍កសិកម្មទំនើបនិងចាប់ផ្ដើមពីការដាំដំណាំដែលមានតម្លៃបន្ថែមខ្ពស់ដូចជាប្រភេទបន្លែផ្លែនិងបន្លែស្លឹកក្នុងផ្ទះសំណាញ់ដែលមានភាពធន់ទៅនឹងហានិភ័យនៃអាកាសធាតុគម្រោងកសិដ្ឋាននៃសហគមន៍កសិកម្មទំនើបនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ជីវភាពបងប្អូនប្រជាពលរដ្ឋភាគសិទ្ធិរបស់យើងនៅក្នុងរយៈពេលវែងតាមរយៈការបង្កើតនៅឱកាសការងារពេញម៉ោងជាច្រើនកន្លែងនៅក្នុងខ្សែជីវៈប្រតិបត្តិការរបស់សហគមន៍ការងារទាំងឡាយរាប់ចាំតាំងពីការដាំដុះការមើលថែផ្ទះសំណាញ់ការគ្រប់គ្រងបច្ចេកទេសកសិកម្មរហូតដល់ការកែច្នៃក្រោយការប្រមូលផលការគ្រប់គ្រងស្តុកការដឹកជញ្ជូននិងការងាររដ្ឋបាលមួយចំនួនទៀតនឹងត្រូវបានផ្ដល់អត្ថប្រយោជន៍ដាច់ខាតដល់បងប្អូនជនភៀសសិទ្ធិដើម្បីជំនួសវិញនៅប្រភពចំណូលដែលបានបាត់បង់សហគមន៍កសិកម្មទំនើបក៏នឹងផ្ដល់សំណាញ់សុវត្ថិភាពសេដ្ឋកិច្ចជាប្រចាំជូនដល់សមាជិករបស់ខ្លួនតាមរយៈការបែងចែកភាគលាភនៃប្រាក់ចំណេញចេញពីកសិដ្ឋានប្រកបដោយសមធម៌និងតម្លាភាពផងដែរក្រៅពីនេះប្រាក់ចំណេញមួយផ្នែករបស់សហគមន៍នឹងត្រូវបានបម្រុងទុកជាមូលនិធិរួមដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍនៅក្នុងសហគមន៍ផ្សេងទៀតដូចជាការថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈការគ្រប់គ្រងសេវាសង្គមនិងគោលដៅក្នុងគោលដៅប្រយោជន៍រួមផ្សេងទៀតដោយមិនចាំបាច់ឲ្យពួកគាត់នៅតែពឹងផ្អែកលើការបន្ថែមទុនពីរាជរដ្ឋាភិបាលជារហូតនោះទេជាងនេះទៅទៀតកសិដ្ឋានរួមនេះក៏នឹងដើរតួនាទីជាមជ្ឈមណ្ឌលកណ្ដាលក្នុងការគ្រប់គ្រងនិងសម្របសម្រួលបច្ចេកទេសទីផ្សារហិរញ្ញវត្ថុដល់សកម្មភាពកសិកម្មរបស់សមាជិកម្នាក់ៗនៅតាមផ្ទះនិងដីកសិកម្មរៀងៗខ្លួនផងដែរដោយរាប់បញ្ចូលទាំងការគ្រប់គ្រងដល់ការចិញ្ចឹមមាន់ស្រែការដាំដុះបន្លែបង្ការនៅជុំវិញផ្ទះឬក៏ការដាំដុះដំណាំផ្សេងទៀតពិតណាស់បងប្អូនជនភៀសសិទ្ធិកំពុងខ្វះខាតទាំងចំណេះដឹងបច្ចេកទេសកសិកម្មទាំងមធ្យោបាយផលិតកម្មទាំងដើមទុននិងទីផ្សារស្ថានភាពនេះទាមទារឲ្យសហគមន៍កសិកម្មទំនើបរឹងមាំមួយចាំបាច់ត្រូវតែមាន
ដែលមានការគ្រប់គ្រងដឹកនាំច្បាស់លាស់និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដើម្បីផ្ដល់ការគ្រប់គ្រងគ្រប់ជ្រុងជ្រោយរាប់តាំងពីការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មការផ្គត់ផ្គង់ធាតុចូលរួមគ្នាក្នុងតម្លៃទាបការគ្រប់គ្រងដើមទុនជាទុនបង្វិលនិងជាពិសេសការតបជាប់ទីផ្សារទុកជាមុនជាមួយនឹងការធានាទិញក្នុងតម្លៃសមរម្យនិងមានស្ថិរភាពជារួមរាជរដ្ឋាភិបាលនឹងមិនបោះបង់ចោលប្រជាពលរដ្ឋភាគសឹកណាម្នាក់ឲ្យនៅឯកោក្នុងកលៈទេសៈដ៏លំបាកនេះឡើយហើយសម្រាប់ក្រសួងកសិកម្មគោលដៅរបស់យើងគឺមិនត្រឹមតែយកត្រីទៅចែកជូនបងប្អូនប្រជាពលរដ្ឋភាគសឹកនោះទេប៉ុន្តែយើងនឹងនាំយកនៅដងសន្ទូចនិងនុយក្រោមរូបភាពជាជំនួយបច្ចេកទេសដើមទុនទីផ្សារហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងនិងប្រព័ន្ធសេដ្ឋកិច្ចដ៏រឹងមាំមួយទៅបកគលជូនពួកគាត់គោលដៅចុងក្រោយគឺការស្ដារជីវភាពនិងសេចក្តីថ្លៃថ្នូររបស់ពួកគាត់ឡើងវិញហើយនៅទីបំផុតប្រែក្លាយបងប្អូនប្រជាពលរដ្ឋភាគសឹករបស់យើងពីឋានៈត្រឹមតែជាអ្នកទទួលជំនួយឲ្យคล้ายទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិឡើងវិញហើយសូមបញ្ជាក់ដែរថាក្រសួងកសិកម្មនឹងបន្តធ្វើបច្ចុប្បន្នភាពជាប្រចាំជូនដល់បងប្អូនសាធារណជនអំពីវឌ្ឍនភាពនៃការអន្តរាគមន៍ដល់ការស្ដារជីវភាពនិងសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋភាគសឹកនៅតាមទីជម្រកបណ្ដោះអាសន្ននេះជាបន្តបន្ទាប់នៅក្នុងពេលខាងមុខទៀតបាទសូមអរគុណច្រើនបាទអរគុណអៃដាមកឹមហ្វីណងបាទដែលបានចែករំលែកព័ត៌មានដ៏មានសារៈសំខាន់ពីក្រសួងកសិកម្មបាទដើម្បីឲ្យបងប្អូនជនរួមជាតិយើងបានជ្រាបហើយដោយដែលខ្ញុំធ្លាប់បានបញ្ជាក់ជូនជាហោហែថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់គិតគូរគ្រប់ជ្រុងជ្រោយបាទទាំងផ្នែកការពារបូរណភាពទឹកដីទាំងការពារនិងគ្រប់គ្រងយកចិត្តទុកដាក់ទៅដល់បងប្អូនយើងជនភៀសសឹកដែលទទួលរងផលប៉ះពាល់ក៏ដូចជាការងារផ្សេងទៀតគ្រប់វិស័យទាំងអស់ក្នុងការធ្វើឲ្យដំណើរការសង្គមសេដ្ឋកិច្ចរបស់យើងបន្តទៅមុខជានិច្ចបាទនៅក្នុងអ្វីដែលសម្ដេចអធិបតីបានមានប្រសាសន៍បញ្ជាក់ច្បាស់ថាការការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលនៅក្នុងដំណាក់កាលដ៏លំបាកនេះបាទអញ្ចឹងយើងខ្ញុំនឹងបន្តធ្វើបច្ចុប្បន្នភាពចែកជូនព័ត៌មានដល់បងប្អូនជនរួមជាតិជ្រាបជាបន្តទៀតបាទនៅពេលនេះយើងខ្ញុំទាំងពីរនាក់សូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះបាទ